កុំខ្លាចថាគ្មានឋានៈគួរបារម្ភមានតំណែងធំឋានៈខ្ពស់ប៉ុន្តែគ្មានសមត្ថភាពរូបភាពនេះគឺជាសម្រង់សម្ដីអប់រំដ៏មានអត្ថន័យជ្រាលជ្រៅមួយដែលត្រូវបានសន្មតថាជាទស្សនៈរបស់លោកខុងជឺការបកស្រាយអត្ថន័យឃ្លានេះចង់ដាស់តឿនយើងឲ្យផ្ដោតទៅលើតម្លៃពិតជាជាងសម្បកក្រៅដោយបែងចែកជាពីរចំណុចសំខាន់1កុំខ្លាចថាគ្មានឋានៈក្នុងជីវិតមនុស្សជាច្រើនតែងមានការព្រួយបារម្ភឬតូចចិត្តនៅពេលដែលខ្លួនមិនទាន់មានបុណ្យស័ក្តិខ្ពង់ខ្ពស់គ្មានតួនាទីធំដុំឬមិនទាន់មានគេស្គាល់ឈ្មោះបោះសម្លេងប៉ុន្តែទស្សនៈនេះប្រាប់ថាវាមិនមែនជារឿងដែលត្រូវខ្លាចនោះទេដរាបណាយើងនៅមានឱកាសកសាងខ្លួន2គួរបារម្ភថាមានតំណែងប៉ុន្តែគ្មានសមត្ថភាពចំណុចនេះគឺជាខ្លឹមសារសំខាន់បំផុតអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺនៅពេលដែលយើងទទួលបានតំណែងខ្ពស់ឬអំណាចនៅក្នុងដៃហើយប៉ុន្តែយើងគ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញការងារនោះឬគ្មានគុណធម៌ក្នុងការដឹកនាំផលវិបាកបើសិនបើមានឋានៈតែគ្មានសមត្ថភាពវានឹងនាំមកនូវភាពបរាជ័យបាត់បង់ទំនុកចិត្តពីអ្នកដទៃនិងអាចបង្កការខូចខាតដល់ស្ថាប័នឬសង្គមជាតិទាំងមូលវាក៏បង្កើតជាសម្ពាធនិងភាពអាម៉ាស់ដល់ខ្លួនឯងនៅថ្ងៃក្រោយផងដែរគោលបំណងនៃសារនេះចង់ឲ្យយើងទាំងអស់គ្នាពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំងជាងមុនសិននៅពេលដែលអ្នកមានចំណេះដឹងពិតប្រាកដមានជំនាញច្បាស់លាស់និងមានសិលធម៌ល្អនោះឋានៈនិងតំណែងនឹងរត់មករកតាមដោយឯកឯងហើយអ្នកនឹងអាចរក្សាវានៅជាមួយបានយ៉ាងរឹងមាំនិងមានកិត្តិយសសរុបមកចូលផ្ដោតលើការធ្វើខ្លួនឲ្យមានតម្លៃជាជាងការចង់បានតំណែងទស្សនៈដទៃទៀតរបស់លោកខុងជឺពិតជាល្អណាស់ដើម្បីបន្តពីគំនិតរបស់លោកខុងជឺដែលផ្ដោតលើសមត្ថភាពខ្ញុំសូមលើកយកទស្សនៈអប់រំនិងការដឹកនាំល្បីៗចំនួន3ផ្សេងទៀតដែលសុទ្ធតែផ្ដល់ជាមេរៀនជីវិតល្អ1ទស្សនៈរបស់លោក Albert Einstein ចូលកុំខំប្រឹងដើម្បីក្លាយជាមនុស្សជោគជ័យប៉ុន្តែត្រូវខំប្រឹងដើម្បីក្លាយជាមនុស្សដែលមានតម្លៃការបកស្រាយស្រដៀងនឹងរូបភាពខាងលើដែរ Einstein ចង់ប្រាប់ភាពជោគជ័យដូចជាលុយកាក់ឋានៈជារឿងក្រៅខ្លួនប៉ុន្តែបើអ្នកធ្វើជាមនុស្សមានតម្លៃមានចំណេះដឹងជួយអ្នកដទៃមានសីលធម៌នោះភាពជោគជ័យនឹងរត់តាមអ្នកដោយមិនដឹងខ្លួន2ទស្សនៈរបស់លោកសូក្រាតការអប់រំមិនមែនជាការបំពេញទឹកក្នុងថូឲ្យពេញនោះទេប៉ុន្តែវាគឺជាការបង្កាត់ភ្លើងបំភ្លឺផ្លូវការអប់រំមិនមែនជាការបំពេញទឹកនៅក្នុងថូឲ្យពេញនោះទេប៉ុន្តែវាគឺជាការបង្កាត់ភ្លើងបំភ្លឺផ្លូវការបកស្រាយការរៀនសូត្រមិនមែនត្រឹមតែការទន្ទិញមេរៀនឬស្ដាប់តាមគេប្រាប់ដើម្បីឲ្យដឹងច្រើននោះទេការអប់រំដែលពិតប្រាកដគឺការដាស់ស្មារតីឲ្យចេះគិតចេះវិភាគនិងចេះស្វែងរកការពិតដោយខ្លួនឯងដើម្បីក្លាយជាពលិសម្រាប់ជីវិត3ទស្សនៈរបស់លោក Nelson Mandela ទស្សនៈរបស់លោក Nelson Mandela ការអប់រំគឺជាអាវុធដ៏មានអានុភាពបំផុតដែលអ្នកអាចប្រើដើម្បីផ្លាស់ប្ដូរពិភពលោកការបកស្រាយលោកចង់សង្កត់ធ្ងន់ថាបើចង់កែប្រែជោគវាសនាខ្លួនឯង
គ្រួសារឬសង្គមជាតិគឺមិនអាចប្រើអំពើហិង្សាបានឡើយមានតែចំណេះដឹងប៉ុណ្ណោះដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតក្នុងការកសាងអ្វីៗគ្រប់យ៉ាងឲ្យប្រសើរឡើងតារាងសង្ខេបមេរៀនដែលទទួលបានអ្នកប្រាជ្ញចំណុចសំខាន់ខុងជឺផ្ដោតលើសមត្ថភាពមុននឹងចង់បានឋានៈអានស្តាញផ្ដោតលើតម្លៃខ្លួនឯងជាជាងភាពល្បីល្បាញសូក្រាតផ្ដោតលើការចេះគិតវិភាគមិនមែនត្រឹមតែការចងចាំម៉ាន់ដេឡាផ្ដោតលើការប្រើចំណេះដឹងដើម្បីកែប្រែជីវិតតើចាប់អារម្មណ៍និងទស្សនៈរបស់អ្នកប្រាជ្ញណាជាងគេក្នុងចំណោមអ្នកទាំងនេះវិធីសាស្ត្រពង្រឹងសមត្ថភាពតាមបែបខុងជឺតាមបែបគំនិតរបស់ខុងជឺការពង្រឹងសមត្ថភាពមិនមែនត្រឹមតែជាការរៀនបច្ចេកទេសការងារប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបណ្ដុះបណ្ដាលទាំងចំណេះដឹងចរិយាសម្បទាឲ្យមានតុល្យភាពគ្នាខាងក្រោមគឺជាវិធីសាស្ត្រគន្លឹះ5ចំណុចដើម្បីពង្រឹងសមត្ថភាពតាមបែបខុងជឺ 1. ការរៀនបូករួមទាំងការគិតលោកខុងជឺធ្លាប់មានប្រសាសន៍ថារៀនមិនគិតនាំឲ្យវង្វេងគិតដោយមិនបានរៀននាំឲ្យគ្រោះថ្នាក់អនុវត្តគ្រាន់តែអានសៀវភៅឬស្ដាប់គេប្រាប់តាមបែបអកម្មរាល់ពេលរៀនអ្វីថ្មីអ្នកត្រូវចេះសួរខ្លួនឯងថាហេតុអ្វីនិងតើអាចយកមកប្រើប្រាស់ក្នុងជីវិតជាក់ស្ដែងដោយរបៀបណាការរៀនដែលមានការវិភាគទើបបង្កើតបានជាសមត្ថភាពពិត 2. ការធ្វើខ្លួនជាកែវទឹកកន្លះឬទឹកកន្លះកែវលោកបង្រៀនឲ្យយើងមានភាពបន្ទាបខ្លួននិងត្រៀមខ្លួនរៀនពីអ្នកដទៃជានិច្ចទស្សនៈល្បីរបស់លោកគឺដើរគ្នា3នាក់ប្រកាសមានម្នាក់អាចធ្វើជាគ្រូខ្ញុំបានអនុវត្តទោះអ្នកមានឋានៈធំប៉ុណ្ណាក៏ត្រូវចេះសង្កេតនិងរៀនសូត្រពីចំណុចល្អៗរបស់អ្នកដទៃសូម្បីតែកូនចៅក្រោមបង្គាប់ការបើកចិត្តរៀនសូត្រឥតឈប់ឈរគឺជាប្រភពនៃអំណាចសមត្ថភាព 3. ភាពហ្មត់ចត់និងការអនុវត្តសមត្ថភាពមិនមែនកើតឡើងត្រឹមតែមួយយប់នោះទេខុងជឺឲ្យតម្លៃខ្លាំងលើការប្រឹងប្រែងនិងការធ្វើដដែលៗឲ្យស្ទាត់ជំនាញអនុវត្តការបោះបង់ចោលកិច្ចការងារពាក់កណ្ដាលទីលោកធ្លាប់បង្រៀនថាមិនសំខាន់ថាអ្នកដើរយឺតប៉ុណ្ណានោះទេសំខាន់គឺអ្នកមិនត្រូវឈប់ដើរការធ្វើកិច្ចការតូចៗឲ្យបានល្អបំផុតនឹងនាំអ្នកទៅកាន់សមត្ថភាពក្នុងការធ្វើកិច្ចការធំៗ 4. ពង្រឹងគុណធម៌តាមបែបខុងជឺសមត្ថភាពដែលគ្មានគុណធម៌គឺជាសមត្ថភាពដែលគ្មានតម្លៃមនុស្សម្នាក់មានសមត្ថភាពលុះត្រាតែគេចេះគ្រប់គ្រងចិត្តខ្លួនឯងអនុវត្តមុននឹងចង់គ្រប់គ្រងអ្នកដទៃឬចង់បានតំណែងត្រូវរៀនគ្រប់គ្រងខ្លួនឯងឲ្យបានជាមុនសិនភាពស្មោះត្រង់យុត្តិធម៌និងការទទួលខុសត្រូវគឺជាគ្រឹះដែលធ្វើឲ្យសមត្ថភាពរបស់អ្នកកាន់តែរឹងមាំនិងគួរឲ្យគោរព 5. ការកែតម្រូវកំហុសលោកខុងជឺយល់ថាមនុស្សគ្រប់គ្នាអាចខុសប៉ុន្តែសមត្ថភាពពិតកើតចេញពីការកែប្រែលោកថាអ្នកដែលធ្វើខុសហើយមិនកែតម្រូវនោះហើយគឺជាកំហុសពិតប្រាកដអនុវត្តកុំខ្លាចក្នុងការទទួលស្គាល់ថាខ្លួនមិនដឹងឬខ្លួនធ្វើខុសរាល់កំហុសគឺជាមេរៀនដ៏មានតម្លៃបំផុតដែលជួយសម្រួលសមត្ថភាពរបស់អ្នកឲ្យកាន់តែមុតស្រួចសេចក្តីសន្និដ្ឋានការពង្រឹងសមត្ថភាពតាមបែបខុងជឺគឺចាប់ផ្ដើមពីការអប់រំចិត្តនិងវិន័យខ្លួនឯងនៅពេលអ្នកមានសមត្ថភាពពេញលេញទាំងចំណេះដឹងនិងគុណធម៌នោះឋានៈនិងតំណែងនឹងមកដល់ហើយវានឹងនៅស្ថិតស្ថេរគង់វង្សជាមួយអ្នក